បាទសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមកបង្ហាញទាក់ទងជាមួយនឹងការ remote មើលកាមេរ៉ា e-service នៅក្នុង desktop ឬក៏ laptop របស់យើងតើយើងធ្វើរបៀបណាហើយយើងប្រើកម្មវិធីអីអញ្ចឹងជាហេតុដំបូងអ្នកគ្នាត្រូវការកម្មវិធី e-service studio ហើយដែលកម្មវិធីនេះដែរអ្នកគ្នាអាចចូលទៅ download នៅក្នុង website របស់ e-service ផ្ទាល់អញ្ចឹងខ្ញុំសូមចូលទៅកាន់ website របស់ e-service បាទ e-service បាទ e-service ចឹង website របស់ e-service គឺ e-service.com ចឹងអ្នកគ្នាចូលទៅក្នុង website របស់ e-service បន្ទាប់មកយើងទៅ download កម្មវិធីមួយដែលមានឈ្មោះថា e-service studio បាទចឹងយើងចូល support ហើយ download center មកចឹងនៅក្នុងនេះវានៅបង្ហាញទាក់ទងជាមួយនឹងកម្មវិធីរបស់ e-service ផ្សេងៗតែអ្នកអាចចូលទៅស្វែងយល់បានទេចំណុចនេះខ្ញុំសូមធ្វើការបង្ហាញទាក់ទងជាមួយនឹងតើយើងធ្វើយ៉ាងដូចម្តេចដើម្បីអាចមើលremote មើលកាមេរ៉ារបស់យើងតាមរយៈ laptop ឬក៏ desktop របស់អ្នកគ្នាអញ្ចឹងកម្មវិធីរបស់យើងដែលយើងត្រូវការនោះគឺ e-service PC Studio Software អញ្ចឹងអ្នកគ្នាគ្រាន់តែធ្វើការ download មកចឹងយើងរងចាំវាផ្លេតមកដោយសារតែអ៊ីនធឺណិតរបស់ខ្ញុំរៀង slow អញ្ចឹងយើងដូនទៅរៀងយូរបន្តិចទំហំវាតូចទេអ្នកគ្នាបាទទំហំវាតែប្រហែលមេទេចឹងយើងរងចាំវាផ្លេតមកបាទធំវាដូចជាតែ196មេទេបាទចឹងវាអត់ធំទេនេះ website របស់ e-service ខ្ញុំអាចដាក់នៅក្នុង link description របស់ខ្ញុំអ្នកនាងគ្រាន់តែចូលទៅនៅក្នុង website របស់ e-service official ហើយយើងចូលទៅកាន់ support ហើយយើង ចូលទៅកាន់ download center អញ្ចឹងយើង download កម្មវិធី e-service studio setup ហ្នឹងមកតោះមកខ្ញុំចូលទៅកាន់ e-service បាទតោះមកខ្ញុំធ្វើការ install វា install ជាធម្មតាទេអ្នកគ្នាដូចជាអ្នកគ្នា install កម្មវិធីផ្សេងៗអញ្ចឹងវាអត់អីពិបាកទេអញ្ចឹងមើលតាម step មួយទៅបាទអញ្ចឹងនៅពេលដែលយើងបង្កើត e-service ហើយអ្នកគ្នាឲ្យប្រកាសថា account របស់អ្នកគ្នាបានបង្កើតនៅលើទូរស័ព្ទ app របស់ e-service នៅក្នុងទូរស័ព្ទឬ mobile phone របស់យើងហ្នឹងរួចជាការស្រេចតើមកយើងយក account ដែលមានស្រាប់ហ្នឹងយកទៅ log in ជាមួយនឹងកម្មវិធី e-service studio ហ្នឹងបាទខ្ញុំធ្វើការ next ទៀតមកហើយ create desktop icon ហ្នឹងមក next ទៀតមកអ្នកគ្នាវាអត់អីពិបាកទេអ្នកគ្នាគ្រាន់តែយើងតម្លើងកម្មវិធីចុច next ទៅបាទចឹងដើម្បីអាចចូលទៅមើលនៅក្នុងកាមេរ៉ារបស់អ្នកគ្នាបានចឹងអ្នកគ្នាគ្រាន់តែបង្កើត app មួយឬក៏ account មួយនៅក្នុង mobile app របស់ mobile phone របស់អ្នកគ្នានៅក្នុង app e-service បាទអ្នកគ្នាអាចចូលទៅ search មើលនៅក្នុងApp Store បើសិនជា iOS Android យើងចូលទៅក្នុង Play Store ចឹងទៅហើយបើពាក្យថា e-service ទៅឃើញ app របស់វាហើយបង្កើត app បង្កើត account មកបន្ទាប់មកអ្នកគ្នាគ្រាន់តែធ្វើការ set up កាមេរ៉ាចូលទៅក្នុង account សុំទោសគ្រាន់តែអ្នកចូលទៅ config ឬក៏ add កាមេរ៉ាចូលទៅក្នុង app ហ្នឹងមកអ្នកគ្នាអាច view បាននៅក្នុងlaptop ឬក៏ desktop របស់អ្នកគ្នាបានហើយគ្រាន់តែយក account ហ្នឹង log in ចូលក្នុងកម្មវិធីហ្នឹង e-service studio ហ្នឹងអញ្ចឹងខ្ញុំធ្វើការ finish មកហើយ launch វាបណ្ដោយអញ្ចឹងខ្ញុំសូមចូលទៅបិទកុំឲ្យវា start auto អ្នកគ្នាដោយសារតែ PC របស់ខ្ញុំវាទៅកន្លងមកវាអាចនឹង start auto អញ្ចឹងខ្ញុំសូមធ្វើការបិទសិនដើម្បីកុំឲ្យរំខានពេលដែលខ្ញុំ
បើកម្មវិធីបើ laptop ខ្ញុំមកកុំឲ្យវារំខានអញ្ចឹងនៅពេលដែលពេលខ្លះអ្នកគ្នាបើកម្មវិធីបើកម្មវិធីសុំទោសបើកុំព្យូទ័រអ្នកគ្នាដំបូងវានឹងចេញកម្មវិធីញ៉ៃញ៉ៃដើម្បីចូលទៅបិទអ្នកគ្នាចូលទៅក្នុង Task Manager ហ្នឹងមកហើយ start up app ហ្នឹងមកហើយទៅ disable app ណាដែលអ្នកគ្នាឃើញវាចេញមកញ៉ៃញ៉ៃពេលអ្នកគ្នាបើកុំព្យូទ័ររបស់អ្នកគ្នាអញ្ចឹងខ្ញុំចូលទៅកាន់ EZB បាទ EZB តែឃើញទូកសិនទៅអ្នកគ្នាបាទតោះមកវានឹងចេញបែបនេះអ្នកគ្នាបាទអញ្ចឹងវាមានអត់សូវមានច្រើនទេអ្នកគ្នាវាមានកន្លែង setting អ្នកគ្នាចូលទៅ show device on នៅពេលដែលគ្នាជាប់Wi-Fi នៅក្នុង local Wi-Fi របស់អ្នកគ្នាវានឹង show កាមេរ៉ាដែលយើងបានភ្ជាប់ជាមួយនឹង Wi-Fi របស់យើងហើយយើងធ្វើការ add ចូលក្នុង account របស់យើងទៅជាការស្រេចហើយតែខ្ញុំសូមធ្វើការ login ចូលក្នុង account របស់ខ្ញុំសិនបាទអញ្ចឹងនៅក្នុងនេះមាន Cambodia អញ្ចឹងយើងជ្រើសយក Cambodia ប្រទេសរបស់យើងមក Cambodia នេះអត់ search មកសរស៊ីរកមើល Cambodia នេះអ្នកគ្នារក Cambodia មកហើយអ្នកគ្នាអាចចូល login តាមរយៈ username ឬក៏mobile phone number បាទយើងអាចបើសិនជាយើងបង្កើតជាមួយនឹង phone number អ្នកគ្នា login ចូលតាមរយៈហ្នឹងទៅតែខ្ញុំសូមធ្វើការ login តាមរយៈusername អ្នកគ្នាអញ្ចឹងខ្ញុំមាន username ខ្ញុំធ្វើការ login មកបើអ្នកគ្នាអត់ទាន់មាន account ទេអ្នកគ្នាអាច register បានអ្នកគ្នាហើយរបៀប register នេះចូលក្នុងនេះមកបាទហើយបំពេញ username បាទ password ជាមួយនឹងយើងនៅណាបាទនៅខាង C យើងរកមើល C មកហើយយើងជ្រើសរើសមកមាន Cambodia យើងជ្រើសរើស Cambodia មកហើយ email ហើយនឹង verify code អញ្ចឹងយើង accept ហើយយើងធ្វើការ next ទៅបាទនៅក្នុងនេះខ្ញុំសូមអត់បានបង្កើតទេអ្នកគ្នាអញ្ចឹងវីដេអូក្រោយខ្ញុំនឹងធ្វើការបង្ហាញអ្នកគ្នារបៀបបង្កើត account service អញ្ចឹងនេះដោយសារតែយើងមាន account ស្រាប់អញ្ចឹងយើងធ្វើការ login មកយើងអាចឃើញជាមួយនឹងកាមេរ៉ាសុវត្ថិភាពរបស់យើងហើយនៅផ្ទះអញ្ចឹងទោះបីយើងនៅឆ្ងាយទីណាក៏បានទីណាក៏ដោយក៏យើងអាច remote តាមរយៈ desktop ឬក៏ laptop របស់អ្នកគ្នាបានដែរតាមរយៈ app EZB Studio ហ្នឹងអញ្ចឹងខ្ញុំធ្វើការ login ចូលដោយខ្ញុំសូមធ្វើការចូលទៅ check ជាមួយនឹង password របស់ខ្ញុំដោយសារខ្ញុំភ្លេចដែរអ្នកគ្នាខ្ញុំសូមចូលទៅកាន់ចឹងusername របស់ខ្ញុំដាក់ឈ្មោះរបស់ខ្ញុំបន្តមកខ្ញុំដាក់ password អ្នកគ្នាត្រូវចាំ password app EZB របស់អ្នកគ្នាដែរដើម្បីឲ្យចូលទៅកាន់ account របស់អ្នកគ្នាបើសិនជាយើងអត់ចាំក៏អត់អីដែរអ្នកគ្នាគ្រាន់តែបង្កើត account ថ្មីមកតែយើងត្រូវការ share ចេញពី account ដែលយើងមានស្រាប់ហ្នឹងចូលក្នុង account ថ្មីតែបើយើងអត់ចង់ share អត់ចង់អីញ៉ៃទេយើងចូល login ទៅឃើញតែម្ដងអ្នកគ្នាគ្រាន់តែធ្វើការ login account ចាស់របស់យើងមកដែលមាននៅក្នុងទូរស័ព្ទរបស់យើងផ្ទាល់ណាបាទខ្ញុំធ្វើការ login ចូលបាទយើងអាច auto ទៅពេលដែលយើងបើកមកយើង select auto login ហ្នឹងពេលដែលយើងបើកកម្មវិធីឬក៏ start up កម្មវិធីនឹងដំបូងវានឹង auto login តែម្ដងអញ្ចឹងណាអញ្ចឹងយើងអត់បាច់ធ្វើការវាយ password ឬក៏ username ម្ដងទៀតទេអញ្ចឹងណាបាទអញ្ចឹងខ្ញុំបិទចូលទៅមកវានឹងឃើញកាមេរ៉ាដែលមាននៅក្នុងapp របស់យើងឬក៏ account របស់យើងហើយអញ្ចឹងវាអត់ចាំបាច់ទៅ add ម្ដងទៀតទេអញ្ចឹងដោយសារយើងយក account ដែលមានស្រាប់ហ្នឹងយកមកlogin អញ្ចឹងយើងអត់ចាំបាច់នេះទេណានេះយើងអត់ចាំបាច់ add កាមេរ៉ាពីរដងទេបាទចឹងវានឹងបង្ហាញកាមេរ៉ាដែលយើងមានស្រាប់ហ្នឹងឲ្យអ្នកគ្នាមើលឃើញចឹងអាហ្នឹងអាស្រ័យលើអ៊ីនធឺណិតរបស់យើងដែរបើសិនជាអ៊ីនធឺណិតយើងដើរលឿនក៏វាទាញ data មកលឿនដែរចឹងណា
ចឹងនេះអ្នកគ្នាហើយវាមាន setting ជាច្រើននៅក្នុងនេះវាមានកន្លែង playback បាទកន្លែងgallery ហ្នឹងមានន័យថាយើងអាច playback មើលវីដេអូចាស់ៗអញ្ចឹងណាហើយយើងប្រើជាមួយនឹង memory card របស់យើងហើយយើងអាច select ជាមួយនឹងថ្ងៃដែលវា record យើងចង់មើលថ្ងៃណាក៏បានដែរបាទយើងចុចថ្ងៃទី1វានឹងទៅថ្ងៃទី1ដូចតែក្នុងទូរស័ព្ទរបស់យើងដែរបាទអញ្ចឹងងាយស្រួលនៅពេលដែលអ្នកគ្នាទៅណាឆ្ងាយអញ្ចឹងចង់មើលលើ laptop អត់ចង់បើកទូរស័ព្ទអញ្ចឹងទៅអ្នកគ្នាអាចបើកជាមួយនឹង Adobe Studio នឹងបានហើយបើសិនជាអ្នកគ្នាមានជាមួយនឹងកាមេរ៉ាថ្មីអ្នកគ្នាគ្រាន់តែធ្វើការ add បាទ add កាមេរ៉ាថ្មីមកបាទកន្លែង add all device នេះមកវានឹង show device ដែលវានៅក្នុងLAN របស់យើងហើយឬក៏ local Wi-Fi របស់យើងវា show ត្រង់ហ្នឹងយើងធ្វើការ add ទៅតែនេះអត់មានទេខ្ញុំអត់មានខ្ញុំអត់បានបង្ហាញទេត្រង់ចំណុចហ្នឹងបាទចឹងពេលអ្នកគ្នាចូលមកគឺវានឹង show ទៅតជាមួយនឹងកាមេរ៉ារបស់អ្នកគ្នាទាំងអស់ហើយនៅក្នុង account របស់អ្នកគ្នាអញ្ចឹងវាងាយស្រួលមែនទែនតែបើសិនអ្នកគ្នាមានកាមេរ៉ាផ្សេងៗវានឹង show ឡើង device on the LAN អញ្ចឹងបាទនេះ live view នេះ live view អញ្ចឹង live view ជាមួយនឹង gallery អូខេបន្ទាប់មកខ្ញុំសូមធ្វើការ log out ចេញចឹងមួយទៀតអ្នកគ្នាអាចធ្វើការបង្កើតជាមួយនឹង account បាទបើសិនអ្នកគ្នាអត់មាន account ទេអ្នកគ្នាធ្វើការបង្កើត account ក៏បានដែរប៉ុន្តែខ្ញុំ recommend ឲ្យអ្នកគ្នាបង្កើត account នៅក្នុងទូរស័ព្ទឲ្យហើយម្ដងទៅវាងាយស្រួលអូមួយច្រើនអ្នកគ្នាមួយច្រើនចឹងយើងបង្កើត account ឲ្យហើយម្ដងទៅដើម្បីយើងពេលយើង log in ចូលក្នុង Adobe Studio ហ្នឹងយើងនឹងមើលឃើញជាមួយនឹងកាមេរ៉ារបស់យើងដែលយើងបាន add រួចទៅហើយអញ្ចឹងណាអញ្ចឹងវាងាយស្រួលអញ្ចឹងហើយយើងអត់បាច់ចាំបាច់ចូលក្នុង website ឬក៏អញ្ចឹងយើងបើកតែកុំព្យូទ័រយើងមកវាមានជាមួយនឹង app Adobe Studio ហ្នឹងហើយយើងគ្រាន់តែចូលទៅឃើញកាមេរ៉ារបស់យើងតែម្ដងអញ្ចឹងមិនបាច់ config ម្ដងទៀតទេគ្រាន់តែមាន Adobe Studio ហ្នឹងមកហើយអ្នកគ្នាអាចមើល remote មើលកាមេរ៉ារបស់អ្នកគ្នាពីចម្ងាយបានហើយបាទអញ្ចឹងរបៀបក្នុងការ log register ខ្ញុំចូលទៅកាន់ហើយបន្ទាប់មកខ្ញុំដាក់ថា Surya password អញ្ចឹងវាទាមទារចាប់ពី8រហូតដល់16លាយជាមួយនឹង character បាទអញ្ចឹងអានេះទាមទារ4ទៅ20 character អញ្ចឹងអាចលាយជាមួយនឹងអីគេជាមួយនឹងអក្សរនឹងលេខហើយនឹង underscore អញ្ចឹងអ្នកគ្នាអាចលាយនៅពេលដែលគ្នាដាក់ username ហ្នឹងដាក់លាយលេខក៏បាន underscore ក៏បានហើយនឹងអក្សរអញ្ចឹងណាខ្ញុំដាក់ឈ្មោះខ្ញុំទៅ Surya 2026អញ្ចឹងទៅ password ខ្ញុំដាក់ថាដាក់អីដាក់ទៅអ្នកគ្នាចាំខ្លួនឯងទៅpassword ចង់ឲ្យរឹងមាំអ្នកគ្នាដាក់លេខលាយជាមួយនឹងអក្សរដាក់ជាមួយនឹងនិមិត្តសញ្ញាបាទទៅវា very safe ហើយចឹងខ្ញុំដាក់លេខលាយជាមួយនឹងសញ្ញាលាយជាមួយនឹងអក្សរខ្ញុំដាក់ AC ជាមួយនឹង Cambodia ជ្រើសរើស Cambodia email របស់អ្នកគ្នាចឹងខ្ញុំសូមធ្វើការបើសិនជាយើង email ដែលបង្កើតរួចហើយគឺវាអត់ឲ្យទេអ្នកគ្នាបាទចឹង email របស់ខ្ញុំសូម check មើលសិនអ្នកគ្នាភ្លេចដែរចឹងធ្វើការដាក់ email verify code យ៉ាងបីតាមអានេះមក GS 9F ចឹង accept នេះចឹងត្រូវវាត្រូវការ verify ជាមួយនឹងcode ហើយយើងចូលទៅកាន់ email របស់យើង email
ចឹងនេះអ្នកគ្នាឃើញអត់ Swiss 556មានកូដមកឲ្យយើងហើយយើង copy កូដនេះមកហើយយកមកដាក់មកចឹងអូខេហើយចាំតិចទៅវានឹងធ្វើការចូលទៅក្នុង account របស់យើងហើយចឹងអូខេបន្ទាប់មកបាទយើងអាចបង្កើត account របស់យើងបានហើយឃើញអត់អ្នកនេះនេះឃើញអត់ខ្ញុំបង្កើតមិនសូយ៉ា2026ចឹង new window បែបចឹងយើងធ្វើការ add ជាមួយនឹងកាមេរ៉ារបស់យើងមកបាទយើងអាចធ្វើការ add menu ក៏បាន add auto add ក៏បាន auto add នៅពេលដែលយើងភ្ជាប់ជាមួយនឹងកាមេរ៉ារបស់យើងភ្ជាប់ជាមួយនឹង Wi-Fi វានឹងចូលត្រង់ហ្នឹងហើយតែនេះខ្ញុំអត់មានកាមេរ៉ាបង្ហាញអ្នកគ្នាទេគ្រាន់តែបង្ហាញនៅពេលដែលគ្នាអត់មាន account អញ្ចឹងណាអ្នកគ្នាអាចធ្វើការបង្កើតថ្មីហើយការ add កាមេរ៉ាហ្នឹងក៏មិនពិបាកដែរអ្នកគ្នានៅពេលដែលអ្នកគ្នាទិញកាមេរ៉ាមកហើយចូលទៅក្នុងយើងគ្រាន់តែបើកកាមេរ៉ាមកវាអាចថាយើងចូលទៅ config ភ្ជាប់ Wi-Fi ទៅវានឹងចូលត្រង់នេះហើយអ្នកគ្នានេះ device online ហ្នឹងឬក៏អ្នកគ្នា add device នេះក៏បានដែរតែនៅក្នុងនេះខ្ញុំអត់មានទេហើយវិធីសាស្ត្រមួយទៀតអ្នកគ្នាគ្រាន់តែធ្វើការសៀចេញពីaccount នេះទៀតក៏បានដែរអ្នកគ្នាចាំមើលខ្ញុំធ្វើការសៀឲ្យអ្នកគ្នាមើលបាទសូមបិទទូរស័ព្ទតិចដោយសារតែទូរស័ព្ទវាគៀងទៅយើងអាចអត់អាចសៀបានអញ្ចឹងណាអញ្ចឹងអ្នកគ្នាអត់មានអីពិបាកទេគ្រាន់តែថាយើងសៀពី account មួយទៅ account មួយអ្នកគ្នាចូលទៅ account របស់អ្នកគ្នាទៅហើយធ្វើការសៀទៅអាចមើលឃើញនៅក្នុង account នេះបានហើយអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងអ្នកគ្នាបាទបើចូលចិត្តវីដេអូមួយនេះអ្នកគ្នាកុំភ្លេចចុច Subscribe នៅក្នុង Channel YouTube របស់ខ្ញុំផងដើម្បីអាចទទួលបានវីដេអូថ្មីៗខ្ញុំនឹងបង្ហាញទាក់ទងជាមួយនឹង Network Marketing Product ជាមួយនឹងកាមេរ៉ាផងដែរកាមេរ៉ាមាន Service Tahoe ហើយនឹង Hikvision អ្នកគ្នាចាំបងប្អូនគ្នាបាទអរគុណច្រើនសម្រាប់ការទស្សនាជម្រាបលា